សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីមេត្រីសូមស្វាគមន៍មកកាន់ podcast ផ្លូវជីវិតជាមួយខ្ញុំអលេកណាណារីករាយណាស់ដែលបានវិលមកជួបប្រិយមិត្តសាជាថ្មីម្ដងទៀតនៅក្នុងថ្ងៃនេះជាមួយប្រធានបទដ៏មានអត្ថន័យនិងស៊ីជម្រៅមួយសម្រាប់ជីវិតរបស់យើងគ្រប់គ្នាប្រិយមិត្តទាំងឡាយតើអ្នកធ្លាប់សង្កេតទេថាមនុស្សយើងភាគច្រើនតែងតែប្រាថ្នាចង់បានភាពគង់វង្សនៅក្នុងជីវិតទោះជាក្នុងទំនាក់ទំនងគ្រួសារមិត្តភាពស្នេហាឬសូម្បីតែនៅក្នុងមុខជំនួញនិងអាជីពការងារប៉ុន្តែតើអ្វីទៅជាគ្រឹះពិតប្រាកដដែលធ្វើឲ្យរបស់ទាំងនោះនៅជាប់ជាមួយយើងបានយូរអង្វែងមនុស្សជាច្រើនប្រហែលជាគិតថាលុយកាក់អំណាចឬភាពឆ្លាតវៃគឺជាអ្នករក្សានិងការពារអ្វីៗគ្រប់យ៉ាងប៉ុន្តែសម្រាប់ខ្ញុំជឿថាមានវត្ថុមួយយ៉ាងដែលសំខាន់និងមានតម្លៃជាងនេះទៅទៀតហើយវាជាគ្រឹះដ៏រឹងមាំបំផុតដែលមិនអាចខ្វះបាននោះគឺភាពស្មោះត្រង់ថ្ងៃនេះយើងនឹងមកជជែកនិងវិភាគឲ្យបានស៊ីជម្រៅទាំងអស់គ្នាអំពីប្រធានបទភាពគង់វង្សត្រូវពឹងលើភាពស្មោះត្រង់ផ្នែកទី1ភាពស្មោះត្រង់ក្នុងទំនាក់ទំនងមិត្តភាពនិងស្នេហាអ្នកសម្របសម្រួលប្រិយមិត្តធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាទំនាក់ទំនងខ្លះមើលទៅស្រឡាញ់គ្នាខ្លាំងណាស់តែបែរជាត្រូវបែកបាក់គ្នាក្នុងពេលមួយប្រព្រឹត្តភ្នែកចម្លើយភាគច្រើនគឺមកពីការខ្វះខាតភាពស្មោះត្រង់នេះឯងទំនាក់ទំនងដែលគ្មានភាពស្មោះត្រង់ប្រៀបដូចជាយើងសង់ផ្ទះនៅលើគំនរខ្សាច់មើលពីខាងក្រៅទៅស្អាតនិងធំស្កឹមស្កៃតែពេលមានរលកឬខ្យល់ព្យុះបោកមកវានឹងរលីបាត់ភ្លាមភាពស្មោះត្រង់នេះហើយដែលបង្កើតបានជាទំនុកចិត្តឬ trust ហើយទំនុកចិត្តនេះទៀតសោតកសាងឡើងពិបាកណាស់តែងាយនឹងបំផ្លាញបំផុតពេលខ្លះមនុស្សយើងចូលចិត្តកុហកដើម្បីដោះស្រាយបញ្ហាចំពោះមុខឬដើម្បីកុំឲ្យដៃគូរបស់ខ្លួនពិបាកចិត្តដែលយើងច្រើនតែហៅវាថាការកុហកពណ៌សឬ white lies ប៉ុន្តែប្រសិនបើយើងទម្លាប់ប្រើការភូតភ័រនេះជាប្រចាំវានឹងក្លាយជាការបិទបាំងការពិតទៅវិញការនិយាយការពិតទោះជាការពិតនោះពិបាកស្ដាប់ឬបង្កឲ្យមានការអាក់អន់ចិត្តខ្លះនៅពេលដំបូងក៏វានៅតែល្អជាងការបំផាន់ភ្នែកគ្នាដែរការបើកចំហនិងស្មោះត្រង់ចំពោះគ្នាជួយឲ្យយើងយល់ពីគ្នាពិតប្រាកដនិងអាចកាន់ដៃគ្នាដើរទៅមុខបានវែងឆ្ងាយផ្នែកទី2ភាពស្មោះត្រង់ក្នុងអាជីវកម្មនិងអាជីពការងារចុះចំណែកឯក្នុងពិភពជំនួញនិងការងារវិញយើងតែងតែឮគេនិយាយតៗគ្នាថាអ្នករកស៊ីបើមិនកុហកខ្លះមិនកេងចំណេញខ្លះគឺមិនអាចមានបានឡើយប៉ុន្តែទស្សនៈនេះប្រហែលជាអាចប្រើបានសម្រាប់តែអ្នកចង់ចំណេញរយៈពេលខ្លីប៉ុណ្ណោះបើចង់ឲ្យអាជីវកម្មមួយមានភាពគង់វង្សនិងរីកចម្រើនរាប់សិបឆ្នាំគឺដាច់ខាតត្រូវតែមានភាពស្មោះត្រង់ជាស្នូលសាកគិតមើលថាបើសហគ្រាសឬក្រុមហ៊ុនមួយលក់ផលិតផលគ្មានគុណភាពឬភូតភរអតិថិជនគេអាចនឹងទិញរបស់នោះម្ដងព្រោះគេមិនទាន់ដឹងខ្លួនតែពេលគេដឹងការពិតហើយគេមិនត្រឹមតែលែងមកទិញទៀតទេគេថែមទាំងប្រាប់បងប្អូនមិត្តភ័ក្តិឬចែករំលែកលើបណ្ដាញសង្គមឲ្យជៀសឆ្ងាយពីយើងទៀតផងផ្ទុយទៅវិញភាពស្មោះត្រង់បង្កើតបានជាម៉ាកយីហោរឹងមាំឬ brand loyalty នៅពេលដែលអតិថិជនមានជំនឿចិត្តលើភាពស្មោះត្រង់របស់យើងពួកគេនឹងខ្លាចជាអាវក្រោះការពារអាជីវកម្មរបស់យើងទោះបីជាស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួលយ៉ាងណាក៏ដោយក្នុងអាជីពការងារក៏ដូចគ្នាដែរបុគ្គលិកដែលស្មោះត្រង់ធ្វើការងារដោយមន្តសីការមិនលួចបន្លំតែងតែទទួលបានការគោរពការស្រឡាញ់និងឱកាសធំៗពីថ្នាក់ដឹកនាំជានិច្ចថ្ងៃទី3ភាពស្មោះត្រង់ចំពោះខ្លួនឯងអ្នកសម្របសម្រួលក្រៅពីទំនាក់ទំនងជាមួយអ្នកដទៃមានចំណុចមួយទៀតដែលសំខាន់បំផុតតែមនុស្សភាគច្រើនតែងតែមើលរំលងនោះគឺភាពស្មោះត្រង់ចំពោះខ្លួនឯងតើការស្មោះត្រង់ចំពោះខ្លួនឯងមានន័យដូចម្ដេចវាគឺការព្រមទទួលស្គាល់ការពិតអំពីខ្លួនឯងទាំងចំណុចខ្លាំងនិងចំណុចខ្សោយពេលខ្លះយើងព្យាយាមធ្វើពុតជាមនុស្សម្នាក់ផ្សេងទៀតដើម្បីឲ្យអ្នកដទៃចូលចិត្តឬព្យាយាមបដិសេធកំហុសខ្លួនឯងការធ្វើបែបនេះយូរទៅធ្វើឲ្យយើងហត់នឿយផ្លូវចិត្តខ្លាំងណាស់ព្រោះត្រូវពាក់របាំងមុខជារៀងរាល់ថ្ងៃនៅពេលដែលយើងហ៊ានស្មោះត្រង់នឹងខ្លួនឯងយើងនឹងរស់នៅក្នុងជីវិតមួយដ៏មានសេរីភាពនិងមានសន្តិភាពផ្លូវចិត្តសន្តិភាពផ្លូវចិត្តនេះហើយជាប្រភពនៃថាមពលវិជ្ជមាននិងសុភមង្គលដ៏ពិតប្រាកដដែលគង់វង្សបំផុតនៅក្នុងជីវិតមនុស្សយើងម្នាក់ៗផ្នែកបញ្ចប់សារដាស់តឿននិងការលាគ្នាប្រិយមិត្តអ្នកស្ដាប់ជាទីស្រឡាញ់មកដល់ពេលនេះយើងអាចសន្និដ្ឋានបានថាផ្លូវនៃភាពស្មោះត្រង់ប្រហែលជាមិនមែនជាផ្លូវកាត់ដែលរហ័សនិងងាយស្រួលដើរនោះទេពេលខ្លះការដើរលើផ្លូវត្រង់ធ្វើឲ្យយើងហាក់ដូចជាដើរយឺតជាងអ្នកដែលប្រើល្បិចកលឬផ្លូវវាងប៉ុន្តែសូមចងចាំថាអ្នកដើរលឿនមិនប្រកាសថាដើរបានឆ្ងាយនោះទេអ្វីដែលត្រូវបានសាងឡើងដោយការភូតភរនិងការកុហកវានឹងរលីទៅវិញក្នុងពេលដ៏ខ្លីមានតែគ្រឹះនៃភាពស្មោះត្រង់មួយគត់ដែលអាចធានាបាននូវភាពគង់វង្សនិងភាពជោគជ័យដ៏ពិតប្រាកដជារៀងរហូត
សង្ឃឹមថា podcast ថ្ងៃនេះនឹងផ្ដល់ជាកម្លាំងចិត្តនិងជាគំនិតល្អៗសម្រាប់ប្រិយមិត្តទាំងអស់គ្នាក្នុងការកសាងជីវិតនិងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់សូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់កម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់សូមកុំភ្លេចចុច like share និងបន្សល់ទុកនូវមតិយោបល់របស់អ្នកខាងក្រោមនេះផងខ្ញុំបាទអលិចណាណាសូមជម្រាបលានិងជូនពរឲ្យអ្នកទាំងអស់គ្នាមានសេចក្តីសុខនិងស្នាមញញឹមគ្រប់គ្នាជួបគ្នានៅវគ្គក្រោយ